រត់បញ្ហាទាំងអស់ដោយសន្តិវិធីក្នុងស្មារតីយុត្តិធម៌ថ្ងៃនេះសម្បើមណាស់បងប្អូនសម្បើមណាស់ពីព្រោះវប្បធម៌ហិង្សាដែលយើងឃើញតាំងពីសម័យខ្មែរក្រហមសម្រាប់ប្រជារាស្ត្រអ្នកស្លូតត្រង់រាប់លានអ្នកហើយមិនដែលមានទោសបីមិនដែលមានទោសបីអ្វីទេអ្នកមានអំណាចគឺហិង្សានិងនីតិរដ្ឋភាពគឺដើរទន្ទឹមគ្នាដូច្នេះយើងមិនបញ្ចប់ទាំងហិង្សាទាំងនីតិរដ្ឋភាពយើងបានសេរីភាពផងយុត្តិធម៌ផងសន្តិភាពផងបើយើងបំបត្តិអំពើហិង្សាឲ្យអស់ក្នុងសង្គមយើងចាប់ពីពេលនេះតទៅយុត្តិធម៌សន្តិភាព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 សូមប្រកាសថាយើងជាអ្នកស្រឡាញ់យុត្តិធម៌សន្តិភាពនេះជាពិសេសសមាជិកការអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិយើងអត់មានចាត់ទុកខ្មែរណាជាសត្រូវទេជួយយកគណៈបក្សសង្គ្រោះជាតិជួយយកដល់ឲ្យខ្លះខ្មែរទាំងអស់ដោយបងប្អូនបង្កើតឈាមជ័រជាខ្មែរព្រលឹងជាខ្មែររស់នៅក្នុងមហាគ្រួសារខ្មែរតែមួយជាខ្មែរយើងបានលើទឹកដីខ្មែរជាតិមាតុភូមិរបស់យើងគឺប្រទេសកម្ពុជាយើងមានជាតិមាតុភូមិតែមួយទេមាតុគឺមាតាគឺម្ដាយភូមិគឺប្រទេសមាតុភូមិគឺទឹកដីកម្ពុជាដែលបានផ្ដល់កំណើតឲ្យយើងទាំងអស់គ្នាយើងមានម្ដាយជាមាតុភូមិម្ដាយយើងទាំងអស់គ្នាយើងជាកូនខ្មែរដូច្នេះយើងជាបងប្អូនបង្កើតចាប់ដៃគ្នាទៅខ្ញុំដឹងហើយពីមុនបងប្អូនសូម្បីតែបងប្អូនបង្កើតក៏ចេះឈ្លោះគ្នាតែឥឡូវយើងដឹងខ្លួនហើយល្មមឈប់ឈ្លោះគ្នាហើយបងប្អូនជាពិសេសល្មមឈប់ឈ្លោះគ្នាដោយសារមាតុភូមិរបស់យើងម្ដាយយើងឈឺធ្ងន់ណាស់បងប្អូនអើយអាណិតម្ដាយយើងទាំងអស់គ្នាលោកឈឺធ្ងន់ណាស់ម្ដាយយើងលោកកំពុងតែបាត់បង់ទឹកដីបរទេសអ្នកប្រមាថទឹកដីកំពុងតែបំផ្លាញព្រៃឈើបំផ្លាញធនធានធម្មជាតិ